ស្រមៃពីដុំទឹកកកមួយដុំនៅក្នុងបន្ទប់ដែលត្រជាក់ខ្លាំងអ្នកចាប់ផ្ដើមបង្កើនកម្ដៅក្នុងបន្ទប់ម្ដង1អង្សាសេ29 30 31អង្សាសេប៉ុន្តែដុំទឹកកកនៅតែមិនប្រែប្រួលលុះដល់សីតុណ្ហភាព32អង្សាសេឬ0អង្សាសេស្រាប់តែដុំទឹកកកនោះចាប់ផ្ដើមរលាយការប្រែប្រួលត្រឹម1អង្សាសេចុងក្រោយនេះមិនខុសពីអង្សាមុនទេប៉ុន្តែវាជាអ្នកដោះលែងលទ្ធផលដែលបានសន្សំទុកបើអ្នកមានអារម្មណ៍ថាខំប្រឹងហើយតែមិនទាន់ឃើញលទ្ធផលវាមិនមែនមកពីអ្នកអន់ទេប៉ុន្តែអ្នកគ្រាន់តែមិនទាន់ដល់ចំណុចរលាយតែប៉ុណ្ណោះនេះគឺជាសេចក្តីសង្ខេបលម្អិតនៃសៀវភៅ Atomic Habits 1. ថាមពលនៃ 1% The Power of 1% James Clear ចាប់ផ្ដើមដោយការបកស្រាយនៅគំនិតខុសឆ្គងមួយដែលយើងតែងតែមានយើងជឿថាដើម្បីសម្រេចបានជោគជ័យធំដុំយើងត្រូវតែមានសកម្មភាពធំដុំប៉ុន្តែលោកបានលើកឡើងពីគោលការណ៍ compound interest ឬការប្រមូលផ្ដុំផលចំណេញប្រសិនបើអ្នកអាចធ្វើឲ្យខ្លួនឯងប្រសើរឡើងត្រឹមតែ 1% ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងក្លាយជាមនុស្សដែលពូកែជាងមុនដល់ទៅ37ដងផ្ទុយទៅវិញបើអ្នកធ្វើឲ្យខ្លួនឯងអន់ថយ 1% រាល់ថ្ងៃអ្នកនឹងធឿកចុះដល់0ទម្លាប់គឺជាការប្រាក់នៃសក្តានុពលខ្លួនឯងលទ្ធផលដែលអ្នកឃើញនៅថ្ងៃនេះគឺជាផលបូកនៃទម្លាប់ដែលអ្នកបានធ្វើកាលពីអតីតកាល 2. ខ្ពង់រាបនៃសក្តានុពលដែលមើលមិនឃើញ The Plateau of Latent Potential បញ្ហាធំបំផុតដែលធ្វើឲ្យមនុស្សបោះបង់ចោលការសាងទម្លាប់គឺដោយសារពួកគេរំពឹងថាការរីកចម្រើនគឺជាបន្ទាត់ត្រង់ប៉ុន្តែការពិតវាមិនមែនបែបនោះក្នុងកំឡុងពេលដំបូងអ្នកខំប្រឹងស្ទើរងាប់តែមើលមិនឃើញលទ្ធផលអ្វីសោះ James Clear ហៅវាថាជ្រលន់ភ្នំនៃភាពខកចិត្ត Valley of Disappointment លោកប្រៀបធៀបវាទៅនឹងដុំទឹកកកបើអ្នកដាក់ដុំទឹកកកក្នុងបន្ទប់ដែលមានសីតុណ្ហភាពដក5អង្សាសេហើយអ្នកបង្កើនកម្ដៅទៅដក4ដក3ដក2ដុំទឹកកកនៅតែមិនរលាយមនុស្សជុំវិញខ្លួនអាចនឹងថាអ្នកកំពុងចំណាយពេលអត់ប្រយោជន៍ប៉ុន្តែនៅពេលសីតុណ្ហភាពឡើងដល់0អង្សាសេទឹកកកក៏ចាប់ផ្ដើមរលាយការប្រែប្រួលដ៏ធំនេះមិនមែនកើតឡើងដោយសារកម្ដៅ1អង្សាចុងក្រោយនោះទេប៉ុន្តែវាជាលទ្ធផលនៃការសន្សំថាមពលតាំងពីដក5អង្សាមកម្ល៉េះ 3. ប្រព័ន្ធឬគោលដៅ Forget about goals, focus on systems នេះគឺជាចំណុចដែលផ្ទុយពីអ្វីដែលយើងធ្លាប់រៀន James Clear ប្រាប់ថាអ្នកមិនបានឡើងទៅដល់កម្រិតនៃគោលដៅរបស់អ្នកទេប៉ុន្តែអ្នកនឹងធ្លាក់ចុះមកត្រឹមកម្រិតនៃប្រព័ន្ធរបស់អ្នកវិញអ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែមានគោលដៅដូចគ្នាឧទាហរណ៍ថាចង់បានមេដាយមាសដូចគ្នាចុចនេះគោលដៅមិនមែនជាអ្វីដែលធ្វើឲ្យពួកគេខុសគ្នានោះទេអ្វីដែលខុសគ្នាគឺប្រព័ន្ធឬដំណើរការដែលពួកគេធ្វើជារៀងរាល់ថ្ងៃគោលដៅមានបំណងសម្រាប់ឈ្នះការប្រកួតប៉ុន្តែប្រព័ន្ធមានបំណងសម្រាប់ការបន្តលេងក្នុងហ្គេម 4. ការផ្លាស់ប្ដូរអត្តសញ្ញាណ Identity Based Habits នេះគឺជាចំណុចស្នូលនិងជ្រៅបំផុតនៃសៀវភៅនេះការផ្លាស់ប្ដូរទម្លាប់មាន3ស្រឡាប់ការផ្លាស់ប្ដូរលទ្ធផលចង់សម្រកទម្ងន់ចង់សរសេរសៀវភៅការផ្លាស់ប្ដូរដំណើរការទៅហាត់ប្រែនរៀបចំទុកទ្វាការការផ្លាស់ប្ដូរអត្តសញ្ញាណផ្លាស់ប្ដូរជំនឿជាក់លើខ្លួនឯងមនុស្សភាគច្រើនព្យាយាមផ្លាស់ប្ដូរពីខាងក្រៅមកខាងក្នុងប៉ុន្តែទម្លាប់ដែលជាប់បានយូរគឺទម្លាប់ដែលចេញពីខាងក្នុងមកខាងក្រៅកុំនិយាយថាខ្ញុំកំពុងព្យាយាមឈប់ជក់បារីអត្តសញ្ញាណរបស់អ្នកនៅតែជាអ្នកជក់បារីប៉ុន្តែត្រូវនិយាយថាខ្ញុំមិនមែនជាអ្នកជក់បារីទេរាល់សកម្មភាពដែលអ្នកធ្វើគឺជាការបោះឆ្នោតឲ្យមនុស្សដែលអ្នកចង់ក្លាយទៅជាច្បាប់ទាំង4នៃឥរិយាបថមនុស្ស The 4 Laws of Behavior Change ដើម្បីយល់ថាហេតុអ្វីបានជាយើងធ្វើអ្វីមួយ James Clear បានបំបែកវាជា4ដំណាក់កាលសញ្ញាការចង់បានការឆ្លើយតបនិងរង្វាន់ច្បាប់ទី1ធ្វើឲ្យវាច្បាស់លាស់ Make it obvious ខួរក្បាលរបស់យើងគឺជាម៉ាស៊ីនទស្សន៍ទាយបើអ្នកចង់បង្កើតទម្លាប់ថ្មីអ្នកត្រូវតែរៀបចំបរិយាកាសឲ្យវាមើលឃើញច្បាស់លាស់មនុស្សយើងជឿលើភ្នែកជាងអ្វីទាំងអស់បើអ្នកចង់ញ៉ាំទឹកឲ្យបានច្រើនចូលដាក់ដបទឹកឲ្យគ្រប់កន្លែងដែលអ្នកអង្គុយកុំរំពឹងលើកម្លាំងចិត្តព្រោះវានឹងរលាយបាត់បង់នៅពេលអ្នកហត់នឿយបរិយាកាសខ្លាំងជាងវិន័យច្បាប់ទី2ធ្វើឲ្យវាគួរឲ្យទាក់ទាញ Make it attractive
ទម្លាប់គឺជាវត្ថុនៃដូប៉ាមីនយើងធ្វើសកម្មភាពណាមួយមិនមែនដោយសាររង្វាន់នៃចង់បញ្ចប់នោះទេប៉ុន្តែដោយសារការរំពឹងទុកនៃរង្វាន់នោះដើម្បីឲ្យទម្លាប់ពិបាកคล้ายតែជាគួរឲ្យតាក់ទាញយើងត្រូវរៀនអំពីរបៀបផ្សារជំទាប់វាទៅនឹងអ្វីដែលយើងចូលចិត្តយើងត្រូវបដូរការគិតពីខ្ញុំត្រូវតែធ្វើវាទៅជាខ្ញុំមានឱកាសបានធ្វើវាច្បាប់ទី3ធ្វើឲ្យវាងាយស្រួល make it easy កំហុសធំបំផុតគឺការព្យាយាមធ្វើឲ្យល្អឥតនោះតាំងពីដំបូង James Clear លើកទឹកចិត្តឲ្យយើងផ្ដោតទៅលើការធ្វើដដែល repetition ជាងភាពល្អឥតនោះ Cadnan បានណែនាំច្បាប់2នាទី 2-minute rule រាល់ទម្លាប់ថ្មីគួរតែចំណាយពេលតិចជាង2នាទីដើម្បីចាប់ផ្ដើមគោលដៅមិនមែនជាការរត់5គីឡូទេប៉ុន្តែគឺជាការពាក់ស្បែកជើងរត់នៅពេលដែលអ្នកចាប់ផ្ដើមបាននោះសមរភូមិពាក់កណ្ដាលបានឈ្នះរួចហើយច្បាប់ទី4ធ្វើឲ្យវាពេញចិត្ត make it satisfying ច្បាប់ទាំង3ខាងលើជួយឲ្យយើងចាប់ផ្ដើមប៉ុន្តែច្បាប់ទី4នេះជួយឲ្យយើងបន្តធ្វើខួរក្បាលមនុស្សវិវត្តមកសម្រាប់រង្វាន់ភ្លាមបញ្ហានៃទម្លាប់ល្អគឺការលំបាកកើតឡើងឥឡូវនេះប៉ុន្តែលទ្ធផលល្អកើតឡើងនាពេលអនាគតចំណែកទម្លាប់អាក្រក់គឺភាពសប្បាយកើតឡើងឥឡូវនេះប៉ុន្តែផលវិបាកកើតឡើងនៅពេលអនាគតដើម្បីរក្សាទម្លាប់ល្អអ្នកត្រូវរកវិធីដើម្បីផ្ដល់រង្វាន់តូចតាចឲ្យខ្លួនឯងភ្លាមបន្ទាប់ពីធ្វើវាជោគជ័យសេចក្តីសន្និដ្ឋានអត្តកម្បាំងនៃលទ្ធផលធំដុំសៀវភៅ Atomic Habit មិនមែននិយាយអំពីការរៀបចំបន្ទប់ឬការហាត់ប្រាណនោះទេប៉ុន្តែវាជារឿងនៃការកសាងជំនឿជាក់លើខ្លួនឯងនៅពេលដែលអ្នកសម្រេចចិត្តធ្វើរឿងតូចតាចមួយដែលល្អសម្រាប់ខ្លួនឯងអ្នកកំពុងបញ្ជាក់ប្រាប់ខ្លួនឯងថាខ្ញុំជាមនុស្សដែលអាចទុកចិត្តបានភាពជោគជ័យមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែមួយនោះទេប៉ុន្តែវាជារបៀបរស់នៅកុំស្វែងរកការផ្លាស់ប្ដូរ 100% ក្នុងមួយយប់ប៉ុន្តែត្រូវស្វែងរកការប្រសើរឡើង 1% ដែលអ្នកអាចធ្វើបាននៅថ្ងៃនេះរាល់សកម្មភាពដែលអ្នកធ្វើគឺជាការបោះឆ្នោតឲ្យមនុស្សដែលអ្នកចង់ក្លាយជាជំនួសឲ្យការផ្ដោតលើការរត់ឲ្យបាន5គីឡូលទ្ធផលចូលផ្ដោតលើការក្លាយជាអ្នករត់ប្រណាំងអត្តសញ្ញាណនៅពេលអ្នកពាក់ស្បែកជើងរត់ទោះបីជាអ្នករត់បានត្រឹម2នាទីក៏ដោយអ្នកបានឈ្នះបាត់ទៅហើយហេតុអ្វីពីព្រោះអ្នកទើបតែបានបោះឆ្នោតគាំទ្រអត្តសញ្ញាណថ្មីរបស់អ្នកចំណុចដែលត្រូវចងចាំកុំបារម្ភប្រសិនបើថ្ងៃនេះអ្នកមិនទាន់ឃើញលទ្ធផលមហិមាភាពជោគជ័យមិនមែនជារង្វាន់ដែលអ្នកទទួលបាននៅចុងបញ្ចប់នៃផ្លូវនោះទេប៉ុន្តែវាគឺជាប្រព័ន្ធនៃសកម្មភាពដែលអ្នកកំពុងធ្វើនៅពេលនេះប្រសិនបើប្រព័ន្ធរបស់អ្នកត្រឹមត្រូវលទ្ធផលនឹងកើតឡើងដោយឯងដូចជាការដែលអ្នកដាំគ្រាប់ពូជរួចថែទាំវាជារៀងរាល់ថ្ងៃមិនយូរមិនឆាប់ផ្លែផ្កានឹងមកដល់ដោយជៀសមិនរួចឈប់សួរខ្លួនឯងថាតើខ្ញុំចង់បានលទ្ធផលអ្វីតែទៅសួរថាតើខ្ញុំចង់ក្លាយជាមនុស្សប្រភេទណារួចចាប់ផ្ដើមបោះឆ្នោតឲ្យមនុស្សម្នាក់នោះចាប់ពីនាទីនេះតទៅ